ព្រះគម្ពីរទំនុកដំកើងកាន់គម្ពីរទំនុកដំកើងគឺជាកាន់គម្ពីរមួយក្នុងចំណោមកាន់គម្ពីរដែលគេចូលចិត្តបំផុតកាន់គម្ពីរនេះជាបណ្ដុំនៃកំណាព្យនិងចម្រៀងសរសើរដំកើងដែលប្រើប្រាស់ភាសាដ៏ពិរោះអស្ចារ្យបង្ហាញពីមនោសញ្ចេតនានិងបទពិសោធន៍ទាំងឡាយនៃរាជរបស់ព្រះជាម្ចាស់គេជឿថាស្ដេចដាវីតបាននិពន្ធយ៉ាងហោចណាស់73ជំពូកនៃកាន់គម្ពីរនេះហើយលោកម៉ូសេលោកអេសាបនិងស្ដេចសាឡូមោនបាននិពន្ធជំពូកមួយចំនួនប៉ុន្តែយើងមិនដឹងឈ្មោះរបស់អ្នកនិពន្ធ50ជំពូកទៀតកំណាព្យជាច្រើនតាក់ទងទៅនឹងប្រវត្តិសាស្ត្រជាក់លាក់ពលគឺវាត្រូវបានសរសេរឡើងដើម្បីរៀបរាប់អំពីបទពិសោធន៍ដែលសាសអ៊ីស្រាអែលឬបុគ្គលមួយចំនួនបានឆ្លងកាត់ម្យ៉ាងទៀតទំនុកជាច្រើនពិតជាទំនាយដែលរៀបរាប់អំពីការយាងមករបស់ព្រះគ្រីស្ទដើម្បីរងទុក្ខនិងទទួលសិរីល្អហើយក៏ប្រាប់អំពីអនាគតរបស់ប្រទេសអ៊ីស្រាអែលផងដែរចុងក្រោយយើងត្រូវដឹងថាកាន់គម្ពីរទំនុកដំកើងមានពេញទៅដោយសេចក្តីបង្រៀនសម្រាប់ជីវិតជាក់ស្ដែងរបស់រាជព្រះជាម្ចាស់ក្នុងភាសាដើមនៃព្រះគម្ពីរសញ្ញាចាស់កាន់គម្ពីរទំនុកដំកើងត្រូវបានបែងចែកជា5កាន់កាន់ទី1គឺចាប់ពីជំពូក1ដល់41កាន់ទី2គឺចាប់ពីជំពូក42ដល់72កាន់ទី3គឺចាប់ពីជំពូក73ដល់89កាន់ទី4គឺចាប់ពីជំពូក90ដល់106ហើយកាន់ទី5គឺចាប់ពីជំពូក107ដល់150